បាទនេះលាអាងភ្នំសំពៅបាទលាអាងไม่เจ๊ไอ้ไฟปะอังคอมไหลมุกปะอังมุ้ยជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិមិត្តដែលតែងតាមដាន YouTube ពិតៗនិង Facebook Page ពិតៗរួមទាំង TikTok ពិតៗរបស់ខ្ញុំបាទជាទីមេត្រីថ្ងៃនេះខ្ញុំបាទបានមកដល់រមណីយដ្ឋានភ្នំសំពៅដែលស្ថិតក្នុងខេត្តបាត់ដំបងចង់ដឹងថាទីនេះមានអ្វីខ្លះហើយនឹងមានលាអាងដែលគេល្បីល្បាញក៏ដូចជាមានជំនឿយ៉ាងណាខ្លះនោះតោះទៅតាមដានទាំងអស់គ្នាជាមួយខ្ញុំបាទដូចតទៅបាទនេះជាផ្លូវឡើងទៅលើភ្នំសំពៅដែលជារមណីយដ្ឋានមួយនៅខេត្តបាត់ដំបងភ្នំសំពៅនេះដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទវាមានលក្ខណៈព្រៃធម្មជាតិដុះស្រោបហើយមានថ្មមានអីជាដើមសកម្មភាពវីដេអូនេះគឺខ្ញុំបានថតនៅពេលដែលខ្ញុំទៅលេងជាមួយបងប្អូនប្រជាពលរដ្ឋបាទដោយយើងជួលឡានគេជិះឡើងទៅលើភ្នំសំពៅដោយម្នាក់គេយកតែតម្លៃ 10000 រៀលប៉ុណ្ណោះទាំងជូនឡើងនិងជូនចុះត្រឡប់មកវិញបាទនៅពេលនេះយើងបានធ្វើដំណើរឡើងទៅហើយបងប្អូនបាទឡើងទៅលេងនៅលើកំពូលភ្នំសំពៅដោយបងប្អូនបានឃើញនៅក្នុងសកម្មភាពវីដេអូដែលខ្ញុំបានថតនៅលើឡាននេះអញ្ចឹងបាទគឺឡើងទៅផ្លូវខ្វែងខ្វាត់លំមទូចដែលអាចឡានជិះគ្នាបានបាទទាំងទៅទាំងមកក៏ប៉ុន្តែវារៀងចង្អៀតបន្តិចហើយដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទហើយនេះជាសកម្មភាពខ្ញុំថតខ្លួនឯងរួមជាមួយបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឡើងទៅជាមួយខ្ញុំបាទហាក់សប្បាយរីករាយនៅពេលដែលយើងធ្វើដំណើរកម្សាន្តឡើងទៅលេងលើកំពូលភ្នំសំពៅនេះផ្លូវខ្វាត់ខ្វែងសងខាងផ្លូវពោពេញទៅដោយសម្រស់ធម្មជាតិព្រៃឈើយ៉ាងខៀវស្រងាត់ក្នុងរដូវវស្សាបាទក្នុងរដូវវស្សាខែ5ខែ6រហូតដល់ខែ11ខែ12គឺស្លឹកឈើរុក្ខជាតិផ្សេងៗនៅតែខៀវស្រងាត់ដដែលដោយបងប្អូនបានឃើញនៅក្នុងសកម្មភាពវីដេអូនេះដែលខ្ញុំបានថតនិយាយរៀបរាប់ជូនបងប្អូនក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិដែលចង់ធ្វើដំណើរកម្សាន្តទៅលេងភ្នំសំពៅបងប្អូនអាចធ្វើដំណើរតាមរយៈការជួលឡានគេជិះឡើងទៅដោយគេយកតែតម្លៃ 10000 រៀលតែប៉ុណ្ណោះសម្រាប់មនុស្សម្នាក់នៅពេលនេះយើងបានឆ្លងកាត់ផ្លូវខ្វាត់ខ្វែងតម្រាំឡើងទៅដល់កំពូលភ្នំសំពៅបាទភ្នំសំពៅនេះបងប្អូនអាចធ្វើដំណើរដោយថ្មើរជើងដែលមានកម្ពស់ប្រមាណ100ម៉ែត្រនិងមានកាំជណ្ដើរ1030កាំឯណោះបាទអាចធ្វើដំណើរដោយថ្មើរជើងឬក៏អាចជិះកង់ជិះម៉ូតូហើយជិះរថយន្តខ្លួនឯងឬក៏ជួលរថយន្តគេឡើងដល់កំពូលភ្នំនឹងតែម្ដងនៅពេលនេះពួកយើងបានមកដល់កំពូលភ្នំសំពៅហើយបាទនៅទីនេះមានវត្តមួយឈ្មោះថាវត្តគិរីរំហើយនៅទីនេះមានលាអាងប្រមាណ12នៅពេលដែលបងប្អូនប្រជាពលរដ្ឋយើងមកដល់ទីនេះតែងតែឲ្យធូបសុំសេចក្តីសុខសេចក្តីចម្រើនដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងបាទហើយមានបងប្អូនប្រជាពលរដ្ឋយើងលក់ដូរសម្ភារៈវត្ថុអនុស្សាវរីយ៍ដែលបានកែច្នៃក៏ដូចជាធ្វើដោយខ្លួនឯងយកមកលក់នៅទីនេះជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិដែលធ្វើដំណើរកម្សាន្តទៅលេងលើភ្នំសំពៅនេះភ្នំសំពៅនេះមានលាអាងប្រមាណ12ឯណោះបងប្អូនបាទមានលាអាងអ្វីខ្លះខ្ញុំនឹងរៀបរាប់នៅពេលបន្តិចទៀតនេះបងប្អូនបាទ
នៅពេលនេះខ្ញុំបានធ្វើដំណើរជាមួយបងប្អូនប្រជាពលរដ្ឋយើងចុះទៅលេងកន្លែងលអាងដែលខ្ញុំបាននិយាយថាមានប្រមាណ12លអាងនៅលើភ្នំសំពៅនេះបាទនេះជាសកម្មភាពវីដេអូដែលខ្ញុំធ្វើដំណើរចុះទៅលេងលអាងទាំងនោះបាទលអាងទាំងនោះគឺនៅខាងក្រោមលើកំពូលភ្នំប៉ុន្តែវាមានជម្រាលចុះទៅក្រោមទៀតដើម្បីយើងធ្វើដំណើរកម្សាន្តទៅលេងទាល់នៅលអាងនោះតែម្ដងបាទលអាងនោះមានច្រើនដូចខ្ញុំបានរៀបរាប់អញ្ចឹងមានប្រមាណ12ឯណោះមានដូចជាលអាងផ្កាស្លាលអាងគក់ទ្រូងលអាងខ្យល់លអាងតែងខ្លួនលអាងលខានលអាងជ្រៃលអាងពេជ្រលអាងខ្វែងលអាងប្រេងលអាងស្ថានីយ៍ឬលអាងធំលអាងក្បាលខ្មោចនិងលអាងប្រជាវជាដើមដោយបងប្អូនបានឃើញនៅក្នុងសកម្មភាពវីដេអូនេះអញ្ចឹងបាទរៀងរងឹតនៅពេលយើងចូលទៅលេងលអាងនោះបាទហើយលអាងខ្យល់គឺត្រជាក់មានខ្យល់ចេញមកយ៉ាងលហើយមែនទែនហើយខ្ញុំបានថតវីដេអូថតទុកជាអនុស្សាវរីយ៍ខ្លួនឯងដែលបានធ្វើដំណើរកម្សាន្តទៅលេងដល់ទីនោះអញ្ចឹងណាបងប្អូនដើម្បីទុកជាអនុស្សាវរីយ៍ថាយើងបានធ្វើដំណើរកម្សាន្តទៅលេងទីនោះផ្ទាល់បាទដោយបងប្អូនបានឃើញនៅក្នុងសកម្មភាពវីដេអូខ្ញុំអញ្ចឹងបាទនៅទីនោះមានរូបបដិមាព្រះពុទ្ធទៅរូបអីជាដើមអញ្ចឹងនៅក្បែរលអាងដែលគេបានសាងសង់ជាជំនឿបែបព្រះពុទ្ធសាសនាអញ្ចឹងណាបងប្អូនបាទដូច background ខាងក្រោយវីដេអូខ្ញុំដែលបានថតអញ្ចឹងដែលបងប្អូនបានឃើញទស្សនវិជ្ជាទាំងនេះដែលជាទស្សនវិជ្ជាមួយដ៏កម្រហើយសម្រាប់យើងដែលបានទៅលេងកម្សាន្តនៅទីនោះយើងគួរតែថតរូបក៏ដូចជាវីដេអូទុកជាអនុស្សាវរីយ៍ផងដែរបាទនេះជាលអាងដូចបងប្អូនបានឃើញនៅក្នុងវីដេអូនេះចឹងបាទនៅពេលនេះជាពលរដ្ឋយើងគាត់ដែលធ្វើដំណើរជាមួយខ្ញុំគាត់ចូលទៅមើលលអាងហ្នឹងតែមិនហ៊ានចូលជ្រៅទេពីព្រោះថាដូចខ្ញុំនិយាយចឹងគឺមានលអាងខ្លះងងឹតជាក់ស្ដែងដូចលអាងនេះអញ្ចឹងបងប្អូនបានឃើញហើយងងឹតឈឹងតែម្ដងបាទខ្ញុំឡើងទៅគឺប្រើភ្លើងពិលឆ្លុះប្រចាំងផ្លូវឡើងទៅក៏ប៉ុន្តែចង់បញ្ជាក់ថាលអាងនេះរៀងខ្លីទេមានលអាងខ្លះជ្រៅខ្ញុំមិនហ៊ានចូលទៅជ្រៅទេគ្រាន់តែចូលមកតិចអើតមើលអញ្ចឹងណាហើយក៏ចេញមកវិញអញ្ចឹងមានន័យថាមិនដឹងថាបុគ្គលណាម្នាក់ឬប្រជាពលរដ្ឋយើងឬក៏ភ្ញៀវទេសចរជាតិអន្តរជាតិណាដែលគាត់ហ៊ានចូលទៅកំសាន្តនៅក្នុងលអាងនោះដែរទេដោយខ្ញុំបញ្ជាក់អញ្ចឹងនៅភ្នំសំពៅមានលអាងប្រមាណ12ឯណោះលអាងនីមួយសុទ្ធតែមានជំនឿនិងអាចនិយាយថាជាកន្លែងដ៏ស័ក្តិសិទ្ធិផងដែរជាក់ស្ដែងដូចលអាងខ្យល់អញ្ចឹងនៅទីនោះខ្ញុំបញ្ជាក់ឲ្យថាគឺមានខ្យល់ចេញមកយ៉ាងត្រជាក់តែម្ដងមានលអាងគក់ទ្រូងជាក់ស្ដែងគេមានជំនឿគក់ទ្រូងទៅវាលឺអីជាដើមអញ្ចឹងណាបងប្អូនបាទឥឡូវនេះខ្ញុំបានបន្តមកមើលលអាងមួយទៀតខ្ញុំមិនបានស្គាល់ឈ្មោះទេដោយសារមិនមានអ្នកមកនៅទីនោះមករៀបរាប់ប្រាប់អញ្ចឹងណានេះជាការធ្វើដំណើរមកមើលដោយខ្លួនឯងដូច្នេះខ្ញុំមិនស្គាល់លអាងនេះជាលអាងឈ្មោះអីទេប៉ុន្តែវារៀងងងឹតបន្តិចដូចបងប្អូនបានឃើញអញ្ចឹងបាទខ្ញុំបានធ្វើដំណើរជាមួយពូម្នាក់ចុះទៅមើលក្នុងលអាងហ្នឹងមានរូបព្រះពុទ្ធបដិមាមួយព្រះអង្គដែរនៅក្នុងនោះបាទវារៀងងងឹតគួរឲ្យខ្លាចមែនតែនបងប្អូនបាទព្រោះថានៅកន្លែងងឹតបែបនេះបើទៅម្នាក់ឯងពិតជាខ្លាចជាក់ស្ដែងនៅពេលនេះខ្ញុំបានចេញត្រឡប់មកវិញហើយបាទខ្ញុំបានថតវីដេអូជុំវិញទីនោះដើម្បីទុកជាអនុស្សាវរីយ៍ហើយខ្ញុំក៏បានឡើងត្រឡប់មកវិញបាទត្រឡប់ដើម្បីចុះទៅមើលសត្វពជាវដល់ម៉ោងទៅមើលសត្វពជាវចេញពីរុនភ្នំលអាងភ្នំពជាវហើយបាទប្រហែលជាម៉ោង4ម៉ោង5យើងចាប់ផ្ដើមទៅមើលពជាវចេញពីលអាងពជាវហ្នឹងបាទចេញពីភ្នំរុនភ្នំសំពៅហ្នឹងចេញពីលអាងភ្នំសំពៅដែលគេហៅថាលអាងប្រជាវបាទ
នៅពេលនេះសកម្មភាពវីដេអូដែលខ្ញុំបានថតយើងបានធ្វើដំណើរចុះត្រឡប់ទៅជើងភ្នំវិញដើម្បីទៅមើលសត្វប្រចៀវចេញពីលអាងភ្នំប្រចៀវលើភ្នំសំពៅនេះបាទដោយបងប្អូនបានឃើញសកម្មភាពវីដេអូដែលខ្ញុំបានថតនៅពេលយើងធ្វើដំណើរចុះទៅក្រោមជើងភ្នំសំពៅវិញឡើងដល់កំពូលបន្តមកយើងចុះត្រឡប់ទៅវិញសូមបញ្ជាក់ថានៅទីនេះមានការជិះកង់និងជិះម៉ូតូឡើងបានដូចគ្នាហើយនឹងមានផ្លូវថ្មើរជើងឡើងដោយមានកម្មចន្ទាប្រមាណ1030កម្មឯនោះកម្ពស់ភ្នំសំពៅដូចខ្ញុំបញ្ជាក់អញ្ចឹងគឺប្រមាណ100ម៉ែត្រហើយវាមានប្រមាណ12គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងនៅពេលយើងធ្វើដំណើរពីទីរួមខេត្តបាត់ដំបងទៅភ្នំសំពៅហ្នឹងបងប្អូនបាទហើយភ្នំសំពៅនេះជាភ្នំប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តបាត់ដំបងហើយក៏ជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តបាត់ដំបងផងដែរនៅពេលបងប្អូនបានទៅលេងភ្នំសំពៅហើយបានស្ដាប់បទចម្រៀងលោកតាស៊ិនស៊ីសមុទ្រច្រៀងឆ្លងឆ្លើយរៀបរាប់ពីប្រវត្តិនៃភ្នំសំពៅក៏ដូចជាប្រវត្តិស្នេហារវាងបុរសនិងស្ត្រីមួយគូដែលគាត់ជាបុរសនឹងបានទៅលេងគូសង្សារគាត់នៅក្បែរភ្នំសំពៅហ្នឹងនៅពេលយើងបានទៅលេងភ្នំសំពៅហ្នឹងយើងដូចជាក្នុងតួសម្ដែងនៅក្នុងបទចម្រៀងរបស់លោកតាស៊ិនសមុទ្រដែលបានច្រៀងឆ្លងឆ្លើយអញ្ចឹងគឺច្រៀងបទជើងភ្នំសំពៅហើយយើងដូចជាតួក្នុងសាច់រឿងបទចម្រៀងនឹងតែម្ដងផ្ទះអើយផ្ទះអូនក្បែរភ្នំសំពៅអូននាំបងទៅឲ្យស្គាល់ផាញៀនទៅដល់ផ្ទះអូនទាំងយប់អាត្រៀតឲ្យស្គាល់ផាញៀនទាំងប្រុសទាំងស្រីនៅពេលស្ដាប់មួយឃ្លាដែលខ្ញុំបានច្រៀងបទជើងភ្នំសំពៅនេះហើយបងប្អូននឹងភ្ញាក់ព្រឹកថាយីអនុស្សាវរីយ៍នៃភ្នំសំពៅនេះក៏សាងស្នេហារវាងបុរសនិងស្ត្រីមួយគូផ្ដល់ភាពកក់ក្ដៅមែនទែនបាទនិយាយរៀបរាប់បានបន្តិចឥឡូវខ្ញុំនាំបងប្អូនមកមើលសត្វប្រចៀវចេញពីលអាងប្រចៀវក្នុងភ្នំសំពៅម្ដងបាទហើយនេះជាទស្សនវិជ្ជាបងប្អូននិងប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិអន្តរជាតិគាត់បានក៏ដូចជាឈរត្រៀបត្រាទស្សនាសត្វប្រចៀវចេញពីលអាងប្រចៀវស្ថិតក្នុងភ្នំសំពៅខេត្តបាត់ដំបងបាទប្រចៀវជាច្រើនរាប់លានក្បាលបានចេញពីលអាងប្រចៀវបាទហើយនេះជាវីដេអូដែលខ្ញុំបានថតអាចទុកជាអនុស្សាវរីយ៍នៅពេលបានធ្វើដំណើរកម្សាន្តទស្សនាសត្វប្រចៀវជាច្រើនវងរាប់លានក្បាលដែលបានចេញពីលអាងប្រចៀវជាលអាងមួយស្ថិតក្នុងភ្នំសំពៅខេត្តបាត់ដំបងភ្ញៀវទេសចរជាតិអន្តរជាតិក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងភ្នំសំពៅមិនភ្លេចនោះទេការទស្សនាសត្វប្រចៀវទាំងវងដែលបានចេញពីលអាងប្រចៀវក្នុងភ្នំសំពៅនឹងបាទដោយបងប្អូនបានឃើញនៅក្នុងសកម្មភាពវីដេអូដែលខ្ញុំបានថតនេះចឹងបាទប្រចៀវជាច្រើនរបស់មានក្បាលបានហើរចេញទាំងវងចេញពីលអាងប្រចៀវក្នុងរូងភ្នំមួយដែលស្ថិតក្នុងភ្នំសំពៅខេត្តបាត់ដំបងភ្ញៀវទេសចរជាតិអន្តរជាតិតែងតែទៅទស្សនានៅទីនោះយ៉ាងច្រើនកុះករមែនទែនបាទជាក់ស្ដែងដូចថ្ងៃដែលខ្ញុំទៅលេងកម្សាន្តអញ្ចឹងបាទការទស្សនាវងសត្វប្រចៀវទាំងវងនេះប្រជាពលរដ្ឋភ្ញៀវទេសចរជាតិអន្តរជាតិអាចមកទស្សនាប្រហែលជាម៉ោង4ឬម៉ោង5ល្ងាចដែលថ្ងៃរៀបនឹងលិចសត្វប្រចៀវនឹងហើរចេញពីរុនភ្នំលអាងប្រចៀវនេះហើយបាទអរគុណប្រិយមិត្តដែលបានទស្សនាវីដេអូនេះរហូតដល់ចប់កុំភ្លេចជួយ Subscribe YouTube ពិតនិងជួយ Like ជួយ Share Facebook Page ពិតនិង TikTok ពិតរបស់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលាបាទ